ពេលខ្លះក៏ដើរតួជាស្ត្រីរឹងមាំហើយពេលខ្លះក៏ដើរតួជាស្ត្រីទន់ជ្រាយខ្លះដែរ im Nadel ណៃហេតុអីចាំបាច់ត្រូវរឹងមាំបើមិនរឹងមាំមិនដើរឡើងភ្នំមួយកូនអត់ព្រមដើរម៉ែមិនពោគឺម៉ែអត់បានឡើងដែរពេលខ្លះក៏គួរតែទន់ជ្រាយបើឧទាហរណ៍ថាឪវាមកដែរឲ្យឪវាពោទៅបើយើងខ្លាំងតែឯងយើងហត់តែឯងហ្នឹងរឹងមាំទន់ភ្លន់តែកុំទន់ជ្រាយមនុស្សស្រីគ្នាយើងបើសិនជាមានឡាននៅផ្ទះមានលុយហ៊ានចំណាយលុយទិញឡានហើយចឹងរៀនបើកឡានទៅកុំពឹងតែប្តីគ្រប់មុខពេកដូចខ្ញុំថ្ងៃហ្នឹងអញ្ចឹងគឺចង់ទៅដើរលេងចង់ជូនកូនទៅលេងសមុទ្រហើយប្តីគាត់រវល់គាត់អត់បានជូនទៅទេអញ្ចឹងបើសិនជាយើងអត់រឹងមាំអត់ចង់ទៅខ្លួនឯងគឺចាំគេដឹកទៅគឺមិនងាយទេពេលយើងចេះបើកឡានខ្លួនឯងចង់ទៅណាក៏បានចង់ទៅញ៉ាំអីក៏ស្រួលចង់ទៅធ្វើអីមួយជួបជុំមិត្តភ័ក្តិមិនបាច់ចាំពឹងប្តីឬក៏ប្រពន្ធជូនទៅបើសិនជាយើងមានឡានហើយយើងអត់រៀនដូចវាខាតហើយបើសិនជាយើងចេះក៏វាល្អម្យ៉ាងដែរសម្រាប់ឧទាហរណ៍ថាថ្ងៃណាមួយយើងអត់ចេះតែប្តីយើងពេលប្តីឈឺត្រូវជូនប្តីទៅពេទ្យគឺអត់មានចេះបើកខ្លួនឯងអញ្ចឹងវាពិបាកពេលដែលយើងចេះបើកឡានមួយហ្នឹងគឺហៅថាភាពរឹងមាំមួយបាត់ទៅហើយចំពោះឯភាពរឹងមាំនេះមួយគឺមិនមែនសំដៅទៅលើការលីសែងឬក៏លើកដាក់របស់ធ្ងន់នោះទេវាគឺជាការធ្វើអ្វីមួយដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់ឬក៏ត្រូវការអ្នកណាមកជំនួយដូចថ្ងៃហ្នឹងអញ្ចឹងបើខ្ញុំមិនរឹងមាំខ្លួនឯងទេគឺខ្ញុំមិនបានជូនកូនខ្ញុំទៅដើរលេងសមុទ្រទេដោយតែពុកម៉ែបងប្អូនបានឃើញស្រាប់ហើយព្រោះថានៅស្រុកណ័រវេគឺវាត្រជាក់ច្រើនខែអញ្ចឹងពេលយើងទៅលេងសមុទ្រក៏នៅតែពាក់អាវរងាដែរព្រោះពួកយើងមិនងាយសូវបានចេញទៅក្រៅទេគឺនៅតែក្នុងផ្ទះបន្ទាប់ពីចេញពីកន្លែងគេមើលក្មេងមកពេលបានទៅលេងសមុទ្រកូនខ្ញុំគឺគាត់សប្បាយចិត្តខ្លាំងមែនតែនគាត់លេងឡើងតិចដៃតិចជើងអស់លេងហើយខ្ញុំក៏ពាក់អាវលងានិងអាវភ្លៀងឲ្យគាត់ដែរដើម្បីការពារកុំឲ្យសើមប៉ុន្តែក៏នៅតែត្រជាក់ដោយសារវាមានខ្យល់បក់រវិចហើយនៅស្រុកណ័រវេជាធម្មតាវាត្រជាក់ស្រាប់ផងបន្ទាប់ពីលេងទឹកសមុទ្រអស់ចិត្តមិនមែនលេងទឹកសមុទ្រទេគឺលេងខ្សាច់អស់ចិត្តឥឡូវគាត់មកលេងនៅលើសាឡាងថែមបន្តទៀតដោយសារយើងជិះសាឡាងយូរដែរអញ្ចឹងកូនក៏លេងបន្តទៀតនៅលើសាឡាងដើម្បីបំបត្តិការអបសុក